ตุអ្វីគេរកស៊ីមុខរបរដូចយើងដែរតែគេមានអតិថិជនច្រើនជាងយើងគំរូអាជីវកម្មសំខាន់ណាស់សម្រាប់ធ្វើអាជីវកម្មគំរូអាជីវកម្មល្អអាចនាំមកនូវលទ្ធផលដ៏ប្រសើរតទៅនេះជាគំរូអាជីវកម្មមួយដែលស្ត្រីលក់ផ្លែឈើម្នាក់ប្រើវាដោយទទួលបានជោគជ័យតើគាត់ប្រើវិធីសាស្ត្រអ្វីខ្លះគាត់បានបើកហាងផ្លែឈើមួយនៅក្បែរច្រកចេញចូលបរិយហើយគាត់បានប្រើយុទ្ធសាស្ត្រតែមួយក្បាច់អាចយកឈ្នះហាងដូចគ្នាជាច្រើននៅជិតៗនោះមុនដំបូងគាត់បង្កើតបណ្ដាញអតិថិជននៅពេលអតិថិជនមកទិញផ្លែឈើដល់ពេលគិតលុយគាត់ប្រាប់អតិថិជនថាសុំលេខទំនាក់ទំនងមួយឬ add friend អាចចុះតម្លៃបាន$2បន្ទាប់មកខ្ញុំនឹងផ្ញើសារជូនដំណឹងអំពីការធ្វើ promotion ចែកផ្លែឈើចម្រុះឥតគិតថ្លៃជំហានបន្ទាប់គាត់ប្រើប្រាស់ផ្លែឈើមិនស្រស់ឲ្យមានតម្លៃនៅរាល់ល្ងាចម៉ោង8ផ្លែឈើជាច្រើនមិនស្រស់លក់មិនចេញថៅកែស្រីរៀបចំចិត្តផ្លែឈើចម្រុះដាក់ចានតូចៗជាច្រើនរួចបង្ហោះនៅតាមបណ្ដាញសង្គមដូចជា Facebook Telegram និងផ្ញើសារថាអតិថិជនចាស់ៗអាចមកយកចានផ្លែឈើបានដោយឥតគិតថ្លៃប៉ុន្តែបរិមាណមានកំណត់អ្នកមកមុនទទួលបានមុនជាលទ្ធផលរាល់យប់មានអតិថិជនពី10ទៅ20នាក់មកយកចានផ្លែឈើចម្រុះឥតគិតថ្លៃទាំងនោះអស់ប៉ុន្តែក្នុងដំណើរការមកយកនោះគាត់ក៏លក់បានចេកខ្លះផ្លែប៉ោមខ្លះក្រូចខ្លះឪឡឹកខ្លះទំពាំងបាយជូរខ្លះថែមទៀតហើយផ្លែឈើភាគច្រើនដែលលក់ក្នុងហាងក៏អាចលក់ចេញបានជាច្រើនផងដែរចំណែកឯអតិថិជនមានអារម្មណ៍ថាហាងនេះមានកេរ្តិ៍ឈ្មោះល្អណាស់ធ្វើឲ្យម៉ូយចាស់ៗត្រឡប់មកទិញវិញនិងទិញផលិតផលផ្សេងៗទៀតផងដែរបន្ទាប់ពីវិធីសាស្ត្រនេះជោគជ័យគាត់ក៏យកទៅប្រើវិធីសាស្ត្រដូចគ្នាទៅបើកហាងជាច្រើនហើយផ្សព្វផ្សាយនៅលើអនឡាញនិងអហ្វឡាញស្វែងរកដៃគូសហការបើកសាខាជាច្រើនកន្លែងតើអ្នកយល់ហើយឬនៅមានតែការរៀនសូត្រនិងការកែលម្អជាបន្តបន្ទាប់នៅគំរូអាជីវកម្មរបស់ខ្លួនទេទើបអាចជោគជ័យប្រសិនបើយល់ស្របសូមចុចចូលចិត្តតាមដានខ្ញុំនៅវីដេអូក្រោយៗទៀត